សួស្តីអ្នកនរគ្នាខ្ញុំមុនលៀបជាបុគ្គលិក Macaroni ហើយក៏ជាសិស្សនិស្សិតឆ្នាំទី2ខាងផ្នែក IT មួយរូបផងដែរអ្នកនរគ្នាដែលធ្លាប់ឆ្ងល់ទេថា MacBook Air របស់ក្រុមហ៊ុន Apple អាចសរសេរកូដកម្មវិធីធំៗបានថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍ផ្ទាល់ក្នុងការប្រើប្រាស់ MacBook Air សរសេរកូដផងដែរនៅពេលខ្ញុំចូលរៀន IT មុនដំបូងខ្ញុំបានប្រើប្រាស់ laptop ដែលដំណើរការដោយ OS ផ្សេងហើយពេលហ្នឹងខ្ញុំរៀន C++ ដែលពេលហ្នឹងខ្ញុំប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការ run code ដែលពេលហ្នឹងវាតាក់ទងទៅនឹងcompiler library ដែលវាទាមទារឲ្យខ្ញុំដំឡើងនិងស្រាវជ្រាវនៅលើ browser ដើម្បីធ្វើឲ្យវាដើរបន្ទាប់ពីខ្ញុំបដូរមកប្រើ MacBook មកខ្ញុំលែងជួបបញ្ហាទាំងនេះលែងចំណាយពេលរក install compiler library ដោយ macOS មានកម្មវិធីមួយឈ្មោះថា Xcode ដែលវាជា IDE មួយដែល support ភាសាកូដជាច្រើនហើយនឹងផ្ដល់ភាពងាយស្រួលក្នុងការ run code និង debug code សម្រាប់អ្នកដែលចង់រៀនផ្នែកខាង app developer MacBook អាចជួយបានដោយវាមានការ support ពី macOS មាន Xcode iOS Simulator ដែល support គ្នាទៅនឹង Flutter ដែលអាចឲ្យយើងសរសេរកូដ run debug ឃើញ real time app នៅលើ MacBook ផ្ទាល់តែម្ដងជាចុងក្រោយចំពោះអ្នកដែលចង់រៀន IT ហើយមិនទាន់សម្រេចចិត្តថាប្រើ laptop អីអាចធ្វើការពិចារណាទិញ MacBook យកទៅប្រើបាន